Parado. No, eso viene para acá. Cierra la puerta. ¡Ay, Dios! ¡Corre! បាទសួស្តីអ្នកនាងបាទស្វាគមន៍មកកាន់ Episode ហ្នឹងហើយអញ្ចឹងគឺយើងវិលត្រឡប់មកជួបគ្នាសាជាថ្មីជាមួយនឹងកម្មវិធីរីត្រីរុនធត់បាទអញ្ចឹងនៅថ្ងៃនេះគឺខ្ញុំនឹងលើកយក clip video 5ដែលថតជាប់ជាមួយនឹងរឿងរ៉ាវពុទ្ធហេតុដ៏ចម្លែកដើម្បីយកមកចែកជូនទៅកាន់បងប្អូនយើងទស្សនាជាបន្តទៀតបាទអញ្ចឹងគឺនៅថ្ងៃនេះគឺខ្ញុំនឹងមានរឿងរបស់ប្រិយមិត្តយើងមួយនៅចុងបញ្ចប់នៃ clip video នេះគឺយើងនឹងលើកយកមកនិយាយនៅបាទចប់ clip video top 5នេះបាទអញ្ចឹងកុំភ្លេចទស្សនា clip video ទាំង5នេះឲ្យដល់ចប់បាទអញ្ចឹងមកខាតពីវេលាយូរខ្ញុំថា clip video ទាំង5នេះនឹងមានរឿងរ៉ាវហេតុការណ៍គួរឲ្យព្រឺរងប៉ុណ្ណាទៅមើលជាមួយនឹងខ្ញុំទាំងអស់គ្នាតោះ let's go អូខេបាទឥឡូវចាប់ផ្ដើមចូលដល់ clip video top 1តែម្ដងបាទអញ្ចឹង clip video top 1នេះគឺជា clip video មួយដែលដាក់កាមេរ៉ាចោលនៅក្នុងបាទទ្រូងមាត់របស់គាត់ណាបាទព្រោះថាកន្លែងទ្រូងមាត់របស់គាត់ហ្នឹងគឺវាអាសាបាទមានមន់ងាប់ហើយវាមិនមែនជាចោលអ្នកលួចទេគឺតែមន់ដែលងាប់ហ្នឹងគឺវាបឺតយកឈាមហើយក៏បលែងមន់នឹងចោលអញ្ចឹងណាបងប្អូនហើយថ្ងៃមួយគាត់ក៏បានដាក់កាមេរ៉ាទៅក៏ឃើញបាទរឿងដ៏ចម្លែកមែនតើនៅចិត្តទ្រុងមន់ហ្នឹងបាទវាដូចជា Oh my god What is this បាទឡើងចាប់ផ្ដើមចូលដល់ clip video top 2 វិញម្ដងបាទអញ្ចឹង clip video top 2នេះគឺជា clip video មួយដែលគាត់ធ្វើដំណើរនៅតាមផ្លូវហើយក៏ជួបប្រទះនៅរឿងហេតុការណ៍មួយដ៏ចម្លែកមែនទែនបាទវាព្រឹកដូចជា Oh my god វាព្រឹកជាសត្វចម្លែកបាទហើយកំពុងតែវិលចេញមកពីក្នុងព្រៃណា Oh my god this តែអ្នកហើយយល់យ៉ាងណាដែរបើតែ clip video មួយនេះវាមើលទៅគួរជឿឬក៏មិនជឿបាទអ្នកហើយសូមទស្សនាដោយការប្រើការវិចារណញ្ញាណបាទ Oh my god What is this Oh my god បាទលើចាប់ផ្ដើមចូលដល់ clip video top 3 បាទហើយ clip video top 3នេះក៏ជា clip video មួយដែលរន្ធត់មួយដែរបាទដែលគាត់ចូលទៅក្នុងលក្ខណៈថាគាត់ចូលចិត្តការបោះតង់នៅក្នុងព្រៃបាទស្រាប់តែគាត់បោះតង់ហ្នឹងគឺម៉ោងអាយុ12យប់បាទស្រាប់តែឮសំឡេងស្រែកដូចជាចម្លែកមែនទែនបាទនៅខាងនៅលើបរិវេណគាត់បោះតង់ហ្នឹងនៅពេលដែលគាត់ប្រចាំង7ទៅ My god បាទគឺមនុស្សស្រីម្នាក់ពាក់រ៉ូបក្រហមហើយមានភ្នែកគួរខ្លាចមែនទេបាទហ្នឹងគឺនៅក្បែរគាត់ហើយទោះបីជាគាត់ព្យាយាមដេញប៉ុណ្ណាក៏អត់ទៅដែរគឺនៅឈរសម្លឹងគាត់ទាំងនិយាយថាគាត់ថតទាំងភាពភ័យខ្លាចបាទហ្នឹងហើយពេលដែលគាត់នៅហ្នឹងគឺគាត់មិនមែននៅតែឯងទេគឺគាត់នៅគ្នាច្រើនដែរបាទ Oh my god បាទអ្នកនរបើសិនជានៅស្ថានភាពមួយហ្នឹងតើយើងគួរតែធ្វើបែបណាបាទ Oh my god ពិបាកនឹងបញ្យល់បាទអ្នកនរឥឡូវយើងចាប់ផ្ដើមចូលដល់ clip video top 4 បាទអញ្ចឹង clip video top 4នេះគឺជា clip video ដែលនៅក្នុងកាមេរ៉ាសុវត្ថិភាពបាទគឺរថយន្តគាត់ធ្វើដំណើរធម្មតាតាមផ្លូវហើយរថយន្តដែលនៅពីមុខគាត់នេះគឺជារថយន្តដែលដឹកអីវ៉ាន់ដឹកអីចឹងបាទអ្នកហើយនៅអាពេលហ្នឹងគឺគាត់ឃើញដៃគាត់ឃើញដៃយ៉ាងចម្លែកមកលូកចេញមកពីក្នុងទ្វារឡានហ្នឹងហើយក៏ចូលទៅវិញនៅពេលគាត់ព្យាយាមមើលម្ដងហើយម្ដងទៀតគឺរថយន្តមួយហ្នឹងគឺអត់បានប្រហែលទ្វារទេបាទហ្នឹងហើយដៃមួយហ្នឹងគឺលូកចេញមកដល់របៀបណា Oh my god ព្រឺរងខ្លាំងមែនទេអូខេឥឡូវយើងចាប់ផ្ដើមចូលដល់ clip video top 5 បាទ clip video ចុងក្រោយហើយនេះគឺជារូបភាពមួយដែលគាត់ដើរលេងនៅក្នុងព្រៃ
là nó còn lùm hai cây nó không phải bỏ tông vậy chứ và sao phải quật nó phải là quật thọt cục mà bỏ cứ chụp rương đôi trong lấy mình tên rương đôi trong lấy nó cứ stream nè đại mời từ cái cùi khai mà đây mà nó đúng thọt chụp nó về đấy quật làng phun đông nó bạn ở đây oh my god hay nó bây giờ quật chi mơ phân phi nó cứ stream nè nó cứ một đôi tên nó stream để bạn thể chụp slap cả bị bầm màn năm bốn cho mình rồi cứ vị nhiên một quật cứ nơi tai tàu Volvo nơi bình đằng mà đó nè oh my god và hay clip video mới này coi chỉ clip video mới mình chỉ clip video cứ chỉ rút phép mùi để thọt mà là đường chùm lại mùi đấy và chứng bữa đó của mày này có thọt rút chung hay về dục nơi không nơi chết hàng là kia đã kia cái vùng đã sang xong ở to ruồi tê bạn ở đây hay nơi về có thọt nữa có sắp chọc nơi bị khói background nó cứ cu hồi bự rộng khăn mình tên để rương mùi nó cứ oh my god cứ mình đang thay chi small cái đấy cái nơi bị cào một con nó cứ nơi trâu bị không bụi máu mà bộ là dùng lăng bộ quạt hay được quạt ở chỉ dùng mơ rụp hiệp nồng đau hay biết có nó mới sẽ lăn đằng ngọt thì tầm đầu mà ok bạn chứng cứ clip video từng pram cái chọn hỏi và lấy những chấp đam chỗ đó cả chạy rung lấy đường khmoi từ căn bom ổn chừng sự đáp tận ngọc này và chứng cứ rương cái card lơ bây giờ một chương này con mình mua thà sóc hay con các bạn rip rop đang chạy rung lấy mà sẽ rương một căn nhôm ấy nhưng con đang chạy chuồn cả bom ổn chừng sự đáp tận ngọc này mà chứng bom rock mà nè đây chúng ta sóc ấy con cứ chia BP nó cứ sạch rừng bộ con nó cứ ca tăngពីឆ្នាំ2011គាត់បានចែករំលែករឿងនឹងមកកាន់ខ្ញុំហើយខ្ញុំក៏នឹងលើកវាយកមកនិយាយនៅក្នុងថ្ងៃនេះបាទអញ្ចឹងកាលហ្នឹងគឺនៅឆ្នាំ2011ហើយផ្ទះគាត់ហ្នឹងគឺមានគោមានមាន់មានអីចឹងណាបាទអ្នកនរគ្នាហើយថ្ងៃមួយហ្នឹងគឺមេឃគឺភ្លៀងខ្លាំងហើយជាភ្លៀងដំបងទៀតបាទអ្នកនរគ្នាភ្លៀងដំបងគាត់ក៏បានបាទពពុះមិត្តភ័ក្តិនាំគ្នាដើរទៅឆ្លងកែបចឹងណាបាទហើយមិត្តភ័ក្តិរបស់គាត់ពេលហ្នឹងដើរប្រហែលជា5នាក់បាទ5នាក់ទៅឆ្លងកែបនៅគេហៅថាវាលស្រែវាលអីចឹងទៅហើយនៅពេលដែលពួកគាត់ឆ្លោះយូរទៅក៏បានចិត្តច្រើនក៏នាំគ្នាដាក់បែកគ្នាចឹងណាបាទអ្នកគ្នាធម្មតាឆ្លោះចិត្តតែឈ្ងោកទៅក៏កាន់ទៅឆ្ងាយពីគ្នាទៅចឹងទៅបាទហើយអំឡុងពេលដែលគាត់ឆ្លោះហ្នឹងបាទពីដំបូងគឺគាត់ឆ្លោះបានរៀងច្រើនដែរបាទហើយមេឃភ្លៀងក៏ចាប់ផ្ដើមរៀងស្បើយក៏ប៉ុន្តែគាត់អត់តន់ទៅផ្ទះទេគឺគាត់នៅបាទដើរឆ្លោះធម្មតាសិនគឺដើរឆ្លោះជាតែបន្តទៅក៏លោកបាន3-4ទៀតហើយគាត់នឹងត្រឡប់ទៅផ្ទះបាទក៏ប៉ុន្តែនៅពេលដែលគាត់កំពុងតែឆ្លោះហ្នឹងវេលាមួយហ្នឹងគឺគាត់ស្រាប់តែឃើញបង្កែបមួយធំមែនទែនហើយគាត់និយាយប្រាប់ថាបង្កែបហ្នឹងប្រហែលជាចូល3គីឡូបាទគាត់មើលឃើញណាបង្កែបហ្នឹងប្រហែលជា3គីឡូបាទអ្នកនរគ្នាគឺលោតនឹងផុតក្បាលគាត់តែម្ដងបាទគឺលោតលក្ខណៈថាគាត់ឆ្លោះឃើញគឺលោតសម្រុកបុកមកគាត់តែម្ដងបាទអ្នកនរគ្នាលោតបុកមកគាត់តែម្ដងហើយនៅពេលគាត់ស្លន់ពេកដោយសារកែបឃើញកែបធំពេកគាត់ដែរឃើញណានៅពេលគាត់ងាកមកវិញកងកែបនេះគឺបាត់សូនតែម្ដងបាទអត់មានឃើញគឺបាត់សូនតែម្ដងបាត់សូនហើយគាត់ពេលនោះក៏គាត់ថាបើជាខ្មោចលងហើយបាទអ្នកហើយបើជាខ្មោចលងហើយពេលនោះក៏បញ្ញាប់រត់ទៅផ្ទះបាទនៅពេលគាត់រត់ទៅផ្ទះហ្នឹងដែលពេលគាត់កលេចមើលទៅមិត្តភក្តិរបស់គាត់ហ្នឹងម្នាក់គឺគេទៅផ្ទះអស់ហើយគឺនៅតែគាត់ទេបាទហើយពេលនោះគាត់ក៏ភ័យតែម្ដងថាចំហើយពួកនេះនោះវាទៅផ្ទះពីស្មានណាហើយអត់មានប្រាប់ចេះថាអត់មានប្រាប់គាត់ចឹងណាមកគាត់ឡើងទៅដើរទៅឆ្ងាយពីគេចឹងណាបងប្អូនគ្នាដូចវែងពីគេចឹងហើយដល់ពេលឃើញរឿងរ៉ាវបែបហ្នឹងទៀតគាត់ក៏កាន់តែភ័យគាត់ចាប់ផ្ដើមដើរទៅផ្ទះតែម្ដងដើរទាំងភាពភ័យខ្លាចតាហើយគិតក្នុងចិត្តថាកែបនឹងមិនដឹងថាជាងកែបពិតមែនឬក៏មិនទេក៏មិនតែគាត់ទៅលោតមកគឺបាត់ឈឹងតែម្ដងបាទហើយ
បន្តមកទៀតនៅពេលគាត់ដើរប្រហែលជាបាន10នាទីបាទស្រាប់តែឃើញភ្លើងនៅក្នុងដើមត្នោតធំមែនទែនបាទធំណាស់ដើមត្នោតខ្ពស់បាទអ្នកនរនៅពេលភ្លឺចាចហោះមកបាទអ្នកនរគឺសម្ដៅមករកគាត់តែម្ដងហើយពេលនោះគាត់ភ័យគាត់រត់ស្រែកយំក៏វិញកែបចោលគឺរត់ចូលទៅម្ដងបាទអ្នកនរហើយទ្រាំទៅដល់ផ្ទះហ្នឹងគឺគាត់សឹងតែដាច់ខ្យល់បាទហើយនៅពេលនោះក៏គាត់ប្រាប់ពុកម្ដាយរបស់គាត់អំពីដំណើររឿងអញ្ចឹងណាបាទអ្នកនរគ្នាថាគាត់ឃើញអីចឹងទៅហើយភ្លឺឡើងក៏ម្ដាយរបស់គាត់នាំទៅដោះគ្រោះដល់អីចឹងទៅបាទហើយសាច់រឿងគាត់គឺមានតែប៉ុណ្្នឹងទេហើយបើសិនជាបងប្អូនយើងមានសាច់រឿងបើចម្លែកគឺអាច comment ចូលខាងក្រោមនេះបានគឺខ្ញុំនឹងលើកវាមកយកមកនិយាយចែកជូនដល់បងប្អូនយើងបើសិនជាសាច់រឿងរបស់បងប្អូនហ្នឹងគឺស្ដាប់ទៅវាគួរឲ្យយល់គួរឲ្យចង់បាទតាមដានអញ្ចឹងណាបាទអូខេចឹងគឺ clip video មួយនេះក៏មានតែប៉ុណ្្នឹងដែរបាទក៏សូមអរគុណសូមជម្រាបលាបាទជួបគ្នានៅ clip video ក្រោយៗទៀតបាទខ្ញុំអរវរៈបាទសូមអរគុណសូមជម្រាបលា